ខ្ញុំឃើញសំណេរនេះមួយខ្ញុំហួសចិត្តខ្ញុំអានអស់រយៈពេលច្រើននាទីដែរទោះរាប់បានខ្ញុំនឹកឃើញធ្វើវីដេអូនេះគាត់សរសេរថាបើអត់មាន PTT ទេគាត់អត់ចេះរកស៊ីស្របច្បាប់ទេហើយគាត់អរគុណក្រុមហ៊ុនអន្តរជាតិខ្ញុំអត់យល់ថាអូតើតាមានបរទេសទើបគាត់ចេះគោរពច្បាប់កម្ពុជាពលរដ្ឋថ្លៃថ្នូរគឺពលរដ្ឋដែលគោរពច្បាប់ប្រទេសជាតិខ្លួនឯងទល់តែមានបរទេសមកទើបចេះរកស៊ីស្របច្បាប់កោតតែគាត់សរសេរចេញខ្ញុំសរសើរមកហើយមិនដឹងថាយកទៅអីទៅគិតណាមិនគិតចឹងត្រឡប់មកវិញពលរដ្ឋកម្ពុជាគេចេះរកស៊ីស្របច្បាប់មកយូរមកយ៉ាងមកហើយមិនតែថ្មីហ្នឹងទេមានតែម្នាក់ហ្នឹងទេបើទៅនឹកឃើញតើមានក្រុមហ៊ុនបរទេសមកបានចេះរកស៊ីស្របច្បាប់ឲ្យគិតពីការពាក់លីរបស់កងទ័ពនៅជួរមុខប្រជាពលរដ្ឋរងទុក្ខលំបាកដោយសារសៀមកុំគិតខ្លីប៉ុណ្ណឹងខ្ញុំមិនដឹងថាអ្នកសរសេរហ្នឹងជានរណាតែចង់ផ្ដាំទៅវិញថាសៀមវាមិនមែនទៅធ្វើបាបខ្មែរយើងមិនសមថ្ងៃហ្នឹងទេណាវារាប់រយឆ្នាំហើយល្មមចេះបដោះគំនិតជាតិនិយមគោរពច្បាប់ប្រទេសជាតិខ្លួនឯងប្រឹងរបស់ខ្លួនឯងទៅវាមិនទាន់យឺតពេកទេកុំថោកទាបជាមួយសៀមពេក